តោះឥឡូវអត់មានមកសម្រាប់សាច់រឿងរបស់យើងភាគ3ណាឥឡូវយើងចូលសាច់រឿងរបស់យើងវិញនៅក្នុងឡានឥឡូវយើងពេលនេះយើងកំពុងតែបញ្ជូនជីមីនទៅមន្ទីរពេទ្យយើងឆាប់មកអោមីនកើតអីគឺគេសន្លប់នៅមុខក្រុមហ៊ុនណាយើងប៉ុណ្ណឹងបានហើយណាពេលទៅដល់មន្ទីរពេទ្យបងថ្លៃបងជួយមើលមិត្តភក្តិខ្ញុំបន្តិចមកគេសន្លប់បាត់ហើយមានរឿងអីគេគឺជាអ្នកជំងឺរបស់បងតាអញ្ចឹងបងជួយពិនិត្យមើលគេបន្តិចមើលគេកើតអីបានជាសន្លប់បែបនេះដាក់អ៊ីនជួយរុញអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់បន្តិចទៅទៅហើយសូមកុំឲ្យគេកើតអីសោះមិនអីទេគេជាមនុស្សល្អព្រះនឹងតាមថែរក្សាគេកុំបារម្ភច្រើនពេកអីអូនសម្លាញ់មួយសន្ទុះក្រោយមកយើងគីក៏បានមកដល់ជីមានយ៉ាងម៉េចហើយនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយហើយមិនបានជាគេសន្លប់ខ្ញុំក៏មិនដឹងដែរឈរនិយាយជាមួយគេសុកគេក៏ដួលសន្លប់ទៅអរគុណហើយដែលបានយកគេមកមន្ទីរពេទ្យណាមិនអីទេឆាប់ទៅអង្គុយស្រួលបួរទៅបន្តិចទៀតគ្រូពេទ្យនឹងចេញមកហើយមួយសន្ទុះក្រោយមកសាច់ញាតិអ្នកជំងឺសម្បត្តិតាមខ្ញុំនិយាយរួចជីនក៏ដើរទៅបន្ទប់ធ្វើការដោយមានយើងគីដើរតាមពីក្រោយទៅគ្រូពេទ្យតាភរិយារបស់ខ្ញុំយ៉ាងម៉េចទៅហើយលោកមើលថែគេយ៉ាងម៉េចនឹងបានជាឲ្យជំងឺរបស់គេឈានដល់ដំណាក់កាលចុងក្រោយទៅហើយនេះគេនៅសល់ពេលត្រឹមតែមួយខែជាងប៉ុណ្ណោះថាម៉េចគេមានជំងឺអីទៅគ្រូពេទ្យនេះលោកមិនដឹងទេលោកនៅជាមួយភរិយារបស់លោកជារៀងរាល់ថ្ងៃលោកមិនដឹងថាគេមានជំងឺអីទេបាទមែនហើយខ្ញុំមិនដឹងទេគេមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយហើយនៅពេលនេះកាលពីមួយខែមុនគេបានមកពិនិត្យត្រឹមតែដំណាក់កាលទី2ប៉ុណ្ណោះតែពេលនេះពីវិវត្តទៅជាដំណាក់កាលចុងក្រោយហើយសូមលោកស្រៀមចិត្តគេនឹងនៅមិនបានយូរនោះទេអរគុណហើយលោកគ្រូពេទ្យនិយាយរួចយើងគីក៏ដើរចេញមកខាងក្រៅយ៉ងយ៉ាងម៉េចហើយជីមីនកើតអីយ៉ងគឺជីមីនកើតជំងឺមហារីកដំណាក់កាលចុងក្រោយហើយថាមិនទៅទេសម្រួលអារម្មណ៍សិនទៅមិនអីទេសម្រួលអារម្មណ៍សិនទៅយើងចូលទៅមើលគេសិនទៅមែនហើយតោះឈប់មុនទៅឯងជួបភ្នែកសិនទៅបើជីមីនឃើញគេនឹងពិបាកចិត្តណាយើងដឹងហើយអរគុណណាស់អូជីអូនភ្ញាក់ហើយមែនទេតើមានរឿងអីទៅមិនក៏អូននៅមន្ទីរពេទ្យអញ្ចឹងយន្តទេគឺឯងសន្លប់នៅពេលនិយាយជាមួយយើងនោះអីអញ្ចឹងគ្រប់គ្នាដឹងពីជំងឺរបស់ខ្ញុំហើយមែនទេ